លើខមមិនមីអូនឡើងមកដោយសារតែខមមិនគាត់គឺចាក់ដោតពេករាល់ថ្ងៃវាអញ្ចឹងមែនអាអ្នកធ្វើចង់ងាប់ហើយប៉ុន្តែនិយាយពីថាបានលឺប្តីទៅសើទាំងមហូបឆ្ងាញ់អូនប្រកែកចេះចុះមួយអូយនិយាយថាមីកាត់តញូជាមួយប្រុសនេះធ្វើមានស្គាល់ងាប់ទេនិយាយពីថាមួយថ្ងៃស្វែងរកមុខមហូបដេករនឹកមុខមហូបធ្វើអាព្រឹកហើយរនឹកអាល្ងាចហើយរកនឹកអាស្អែកទៀតធ្វើអីឲ្យគេញ៉ាំហើយបានលឺអាពាក្យគេថាអូគេមានសំណាងទៀតអូយមីនេះរត់ទៅជោប៉ុន្តែបងប្អូនទោះយ៉ាងណាក៏ដោយក្នុងនាមខ្ញុំជាចុងភៅណាមានអ្នកណាសរសើរសប្បាយចិត្តជាងប្តីសរសើរទេបើថាបានប្តីសរសើរអញ្ចឹងគឺសប្បាយចិត្តហើយសុខចិត្តឲ្យគេផយគេកុហកក៏បានដែរគ្រាន់ជាកម្លាំងចិត្តអីអញ្ចឹងណាបងប្អូនកុំឲ្យយើងធ្វើម្ហូបឲ្យគេផ្អាប់គេល្អូទេអាហ្នឹងបានគួរឲ្យខឹងតែបើគេសរសើរឲ្យចេះតែសប្បាយចិត្តទៅទោះបីចាញ់បោកគេក៏ដោយមែនទេបងប្អូនចេះទ្រាំចាញ់បោកគេទៅខ្ញុំថ្ងៃនេះគឺថាមាន3មុខមានឆាថៃស៊ីមជាមួយចៀនត្រីហើយឆាផ្កាប្រៃផ្អែមហើយពីរបៀបឆាស្ពៃចង្កឹះវិញមិនចាំបាច់ឲ្យខ្ញុំបរិយាយអីទេដោយសារតែខ្ញុំឆាជាញឹកញាប់ហើយបែបហ្នឹងអញ្ចឹងបងប្អូនដែលតាមដានវីដេអូខ្ញុំច្បាស់ជាដឹងហើយថាខ្ញុំឆាស្ពៃចង្កឹះបែបណាតែបើសម្រាប់បងប្អូនដែលទើបតែតាមដានខ្ញុំថ្មីអាចសាកឆាតាមនឹងបានស្ពៃឆាទៅគឺអត់ចេញទឹកច្រើនហើយឆ្ងាញ់ទៀតតែស្ពៃចង្កឹះនេះបើបានឆាជាមួយទាខ្វៃឬមួយជ្រូកខ្វៃឆ្ងាញ់ណាបងប្អូនឆាជាមួយពងមាន់ចេះក៏វាឆ្ងាញ់យ៉ាងដែរតែបើបានឆាទាខ្វៃជ្រូកខ្វៃរឹតតែឆ្ងាញ់ឆាហើយញ៉ាំក្តៅហើយកុំឲ្យឆាវារលួយពេកណាគ្រាន់តែឆាឲ្យ2 3សន្លប់រលាស់លិចរលាស់កើតគ្រឿងចូលសពគឺរួចជាការស្រេចស្ពៃញ៉ាំទៅវានៅស្រួយវាអត់ស្វិតវាឆ្ងាញ់ណាហើយបើនិយាយរាល់ថ្ងៃនេះបើថាឲ្យអាសាមិនអាសាអីទេបងប្អូនក៏ប៉ុន្តែវាជាបតបកិច្ចមិនអាចជៀសបានហើយណាមួយឃ្លានផងអញ្ចឹងហើយឃ្លានអីចេះតែរៀនធ្វើនឹងទៅដោយសារតែនៅរស់នៅស្រុកគេអ្នកដែលរស់នៅស្រុកគេដឹងហើយវាអត់មានសូវសម្បូរសបាយអីដូចរបស់នៅខ្មែរយើងមានលុយយើងអាចទិញញ៉ាំបានទេនៅនេះបើសិនជាយើងខ្ជិលយើងអត់រៀនយើងអត់ធ្វើគឺអត់មានញ៉ាំអញ្ចឹងហើយឃើញរាល់ថ្ងៃនេះសកម្មភាពខ្ញុំមើលទៅខ្ញុំប្រកែណាខ្ញុំអាសាណាមិនមែនទេបងប្អូនដោយសារតែឃ្លានអញ្ចឹងហើយចេះតែរៀនធ្វើហើយទី1ហ្នឹងគឺ Facebook វាជំរុញផងបើយើងអត់ធ្វើវាអត់មានវីដេអូអញ្ចឹងហើយត្រូវតែធ្វើចេះស្វែងរកមុខម្ហូបថ្មីឬមួយក៏ធ្វើនេះធ្វើនោះដើម្បីឲ្យបានមានវីដេអូយកទៅផុសណាហើយណាមួយឃ្លានផងបើយើងឃ្លានហើយយើងមិនធ្វើយើងអង្គុយដេកមើលអង្គុយលេបទឹកមាត់អញ្ចឹងហើយស្អីក៏ដោយទោះបីមិនចេះក៏ត្រូវតែចេះដែររឿងនៅក្រៅហើយបើនិយាយពីរឿងការធ្វើម្ហូបខ្ញុំគិតថាវាមានពិបាកអីទេម្ហូបពីរមុខអីគឺថាធ្វើតែមួយផ្លែតហ្នឹងរួចបាត់ហើយតែអ្វីដែលយូរហ្នឹងគឺថាយូរនៅ10រៀបទ្រាំតែរៀបចំថតអីចឹងទៅអញ្ចឹងហើយវាអស់បន្លាយរៀងយូរអីចឹងទៅហើយទម្លាប់ខ្ញុំពេលធ្វើម្ហូបហើយគឺជូតក្រោមុនគេបន្ទាប់មកហ្នឹងគឺថាលាងចានលាងឆ្នាំងហើយគឺត្រូវតែសម្អាតចង្ក្រានបាយដុសជូតលាងជាមួយនឹងសាប៊ូស្អាតបាតហើយអាហ្នឹងបានខ្ញុំអង្គុយញ៉ាំបាយចាគឺថាត្រូវតែជូតយ៉ាងជូតអីព្រោះអីពេលដែលយើងឆាពេលដែលយើងចៀនទៅខ្លាញ់វាខ្ទាតជុំវិញនឹងអញ្ចឹងណាបងប្អូន